អញ្ចឹងទស្សនាវីដេអូ highlight ពេញមួយការប្រកួតតែម្ដងជំនួបរវាងក្រុមម្ចាស់ផ្ទះខេត្តកែបជាមួយនឹងក្រុមភ្ញៀវខេត្តកោះកុងខេត្តកែបឯកសណ្ឋានពណ៌សក្រុមភ្ញៀវកោះកុងឯកសណ្ឋានពណ៌ក្រហមការប្រកួតចាប់ផ្ដើមនៅម៉ោង 3:30 នាទីការប្រកួតក្នុង Pool E ពានរង្វាន់សម្ដែងអគ្គមហាសេនាបតីតេជោហ៊ុនសែនថ្នាក់ខេត្តឆ្នាំ 2026-2027 នាកីឡដ្ឋានខេត្តកែបលោកកញ្ញាកណ្ដាលសុនសវណ្ណដេតដំណើរការប្រកួតនេះគឺជាការទាត់បាល់បាពេនស្រាលដោយកីឡាកររបស់ក្រុមម្ចាស់ផ្ទះការតែតត្រង់នេះបាទត្រូវសង្គ្រោះបានបន្ទាប់មកទៀតមានការវាយបកហើយចំណុចនេះមានបាល់មួយបញ្ជូនទៅរកដេវីតទាត់ផុតចុងដៃរបស់អ្នកចាំទីសៀបកំឡុងដល់មុខ1-0ដោយក្រុមម្ចាស់ផ្ទះកែបបាល់ free kick ត្រង់នេះជះបានដោយញ៉ាន់រតនាក៏មានការសម្រុកបន្តទៀតដែររបស់ក្រុមញៀវកោះកុងបើតនេះការកាត់របស់វ៉ាន់ដេតតែក៏ត្រូវតែបាទចេញក្រៅមួយជើងទៀតរបស់សំវណ្ណិតមិនចំគោលដៅទេបើមានការបំផ្លោងពីស្លាបខាងស្ដាំនឹងតែតបញ្ចូលទីបានយ៉ាងល្អដោយកីឡាករឃីមសុខានៅម៉ោងបន្ថែមចុងក្រោយនៃវគ្គទី1:45មុខ2ក្រុមម្ចាស់ផ្ទះនាំមុខ2-1ត្រឹមបញ្ចប់វគ្គទី1បន្តមកទៀតមានការប៉ុនប៉ងរបស់កីឡាករសំវណ្ណិតប្រធានក្រុមរបស់កោះកុងតែមិនបានសម្រេចបាល់ free kick មួយជើងត្រង់នេះបាទទាត់ធ្លាក់ប៉ុន្តែមិនចំគោលដៅពី VR Melin ចំណែកត្រង់នេះការជ្រែកទៅឲ្យទាត់បញ្ចូលទីបានយ៉ាងល្អរបស់សំវណ្ណិតប្រធានក្រុមកោះកុងបាទជ្រែកខ្សែការពារ 2-3 រូបហើយក៏ទាត់បញ្ចប់ទីបានយ៉ាងល្អតាមពីក្រោយរបស់កោះកុងជាមួយនឹងក្រុមម្ចាស់ផ្ទះកែបយ៉ាងណាក៏ដោយក្រុមម្ចាស់ផ្ទះនៅតែបន្តការវាយសម្រុកឥតឈប់ឈរហើយត្រង់នេះជាការទាត់បញ្ចូលទីបានសម្រេចរបស់កីឡាករពាក់លេខ10ដុំម៉ារីគីការបញ្ជូនពីសៀងនីរ៉ាថុនដុំម៉ារីគីទាត់ឆ្វេងបញ្ចូលទីបាន3-1យ៉ាងណាក៏ដោយការប្រឹងប្រែងរបស់ក្រុមភ្ញៀវកោះកុងមិនបញ្ចប់ត្រឹមនេះទេការទាត់ពីក្រៅប្រអប់យ៉ាងធ្ងន់របស់សំវណ្ណិតតែសង្គ្រោះបានដោយញ៉ាន់រតនាចំណែកត្រង់នេះវិញការតាត់បន្តហើយក៏តែមុខដីសង្គ្រោះបានដោយញ៉ាន់រតនាបាល់សល់ត្រង់នេះកីឡាករថាសុធនទាត់សង្គ្រោះបានដោយញ៉ាន់រតនាសង្គ្រោះបានម្ដងទៀតពីការទាត់របស់កីឡាករសំវណ្ណិតការបញ្ជូនបាល់ត្រង់នេះតែផ្លាត់ហើយក៏រត់មកតែបញ្ចូលទីបានយ៉ាងល្អដោយថាសុធនបាទទុយសុកហេងជាអ្នកកាត់ទៅតែដោយមុំរត់មិនទៅណាឆ្ងាយខ្សែការពាររបស់បាទកែបក៏មិនបានប្រយ័ត្នពីការដណ្ដើមទីតាំងរបស់កីឡាករថាសុធនតែបញ្ចូលទីបានយ៉ាងល្អត្រង់នេះហើយគឺជាគ្រាប់បាល់ដ៏មានតម្លៃសម្រាប់កោះកុងគ្រាប់បាល់តាមស្មើ3-3ដោយខ្សែការពារកណ្ដាលកីឡាករសិនមនីឧត្តមបាទ celebrate ដោយក្បាច់រាំយ៉ាងលយផងដែរអញ្ញាកណ្ដាល